អ្នកដឹងទេថាក្រោយពីការដួលរលំនៃសហភាពសូវៀតមានប្រទេសមួយចំនួនបានក្លាយជាមហាអំណាចនុយក្លេអ៊ែរភ្លាមអ៊ុយក្រែនធ្លាប់មានក្បាលគ្រាប់នុយក្លេអ៊ែរជាង 5,000 គ្រាប់ច្រើនជាងគេទី3ក្នុងលោកកាហ្សាក់ស្ថានធ្លាប់មាន 1,400 គ្រាប់បេឡារុសធ្លាប់មាន 81 គ្រាប់ហើយអាហ្វ្រិកខាងត្បូងធ្លាប់បង្កើតគ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រទេសទាំង4នេះបានសម្រេចចិត្តបោះបង់ចោលអាវុធនុយក្លេអ៊ែរអស់ថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីរឿងរ៉ាវរបស់ប្រទេសទាំង4នេះមូលហេតុដែលពួកគេបោះបង់និងផលវិបាកដែលកើតឡើងចាប់ផ្ដើមជាមួយប្រទេសអាហ្វ្រិកខាងត្បូងដែលជាប្រទេសដំបូងគេក្នុងពិភពលោកដែលបង្កើតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងហើយបន្តមកបានបោះបង់ចោលទាំងស្រុងនៅទសវត្សរ៍ឆ្នាំ 1970 ក្នុងសម័យរបបអាផាថេតអាហ្វ្រិកខាងត្បូងបានចាប់ផ្ដើមកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់មួយពួកគេបានបង្កើតគ្រាប់បែកនុយក្លេអ៊ែរប្រភេទគ្រាប់កាំភ្លើងចំនួន 6 គ្រាប់ហើយកំពុងផលិតគ្រាប់ទី 7 នៅពេលដែលកម្មវិធីត្រូវបានបញ្ឈប់នៅឆ្នាំ 1989 រដ្ឋាភិបាលថ្មីរបស់លោក Frederick William de Klerk បានសម្រេចចិត្តបញ្ចប់កម្មវិធីនុយក្លេអ៊ែរហើយនៅខែវិច្ឆិកាឆ្នាំ 1991 អាហ្វ្រិកខាងត្បូងបានចូលជាសមាជិកនៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ NPT ពួកគេបានអនុញ្ញាតឲ្យ IAEA ចូលត្រួតពិនិត្យនិងបញ្ជាក់ពីការរុះរើកម្មវិធីទាំងស្រុងមូលហេតុចម្បងគឺការផ្លាស់ប្ដូរនយោបាយពីរបបអាផាថេតទៅរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោក Nelson Mandela ការគំរាមកំហែងផ្នែកសន្តិសុខចម្បងគឺការចេញពីភាពតានតឹងផ្ទៃក្នុងមិនមែនមកពីខាងក្រៅទេបន្ទាប់មកសូមនិយាយពីបេឡារុសក្រោយពីការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ 1991 បេឡារុសបានទទួលមរតកអាវុធនុយក្លេអ៊ែរមួយចំនួនធំដែលឈរជើងនៅលើទឹកដីរបស់ខ្លួនរួមមានមីស៊ីលនុយក្លេអ៊ែរចំនួន 81 ដើមនៅឆ្នាំ 1992 បេឡារុសបានចុះហត្ថលេខាលើពិធីសារ Lisbon យល់ព្រមចូលរួមសន្ធិសញ្ញា START 1 នៅឆ្នាំ 1993 បេឡារុសបានចូលជាសមាជិកនៃសន្ធិសញ្ញា NPT ក្នុងនាមជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរនៅខែវិច្ឆិកាឆ្នាំ 1996 ការដកអាវុធនុយក្លេអ៊ែរចេញពីទឹកដីបេឡារុសត្រូវបានបញ្ចប់ទាំងស្រុងបេឡារុសជាប្រទេសដំបូងគេក្នុងចំណោមប្រទេសក្រោយសូវៀតដែលបោះបង់អាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌគួរឲ្យចាប់អារម្មណ៍ថានៅឆ្នាំ 2023 រុស្ស៊ីបានចាប់ផ្ដើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅលើទឹកដីបេឡារុសវិញដែលជាការផ្លាស់ប្ដូរស្ថានភាពគ្មានអាវុធនុយក្លេអ៊ែរដែលបេឡារុសធ្លាប់មានមកលេខ 3 គឺកាហ្សាក់ស្ថានដែលប្រហែលជាករណីគួរឲ្យភ្ញាក់ផ្អើលក្រោយពីការដួលរលំនៃសហភាពសូវៀតកាហ្សាក់ស្ថានបានទទួលមរតកអាវុធនុយក្លេអ៊ែរមួយចំនួនធំបំផុតដែលប៉ាន់ស្មានថាមានប្រហែល 1,400 គ្រាប់នេះធ្វើឲ្យកាហ្សាក់ស្ថានក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរដ៏ធំមួយក្នុងពិភពលោកបន្ទាប់ពីទទួលឯករាជ្យភ្លាមប៉ុន្តែកាហ្សាក់ស្ថានបានសម្រេចចិត្តបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងអស់អាវុធនុយក្លេអ៊ែរត្រូវបានដកចេញឬបំផ្លាញចោលដោយភាគច្រើនបានបញ្ជូនទៅវិញទៅរុស្ស៊ីសហរដ្ឋអាមេរិកក៏បានជួយដកយកសារធាតុអ៊ុយរ៉ាញ៉ូមនិងភ្លូតូញ៉ូមមួយចំនួនដែរការដកអាវុធនុយក្លេអ៊ែរចុងក្រោយត្រូវបានបញ្ចប់នៅក្នុងរដូវខែព្រឹត្តិការណ៍ឆ្នាំ 1995 ហើយចុងក្រោយសំខាន់បំផុតគឺអ៊ុយក្រែនក្រោយពីការដួលរលំនៃសហភាពសូវៀតអ៊ុយក្រែនបានទទួលមរតកឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំមួយក្នុងពិភពលោកដែលប៉ាន់ស្មានថាមានប្រហែល 5,000 ក្បាលគ្រាប់នេះធ្វើឲ្យអ៊ុយក្រែនក្លាយទៅជាម្ចាស់អាវុធនុយក្លេអ៊ែរធំចំណាត់ទី 3 នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅខែធ្នូឆ្នាំ 1994 អ៊ុយក្រែនបានចុះហត្ថលេខាលើអនុស្សាវរីយ៍ទីក្រុងប៊ូដាផេស្តជាមួយរុស្ស៊ីអាមេរិកនិងចក្រភពអង់គ្លេសអ៊ុយក្រែនបានយល់ព្រមផ្ដល់ក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ទៅរុស្ស៊ីវិញនិងចូលជាសមាជិកនៃសន្ធិសញ្ញា NPT ក្នុងនាមជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការបោះបង់អាវុធនុយក្លេអ៊ែរអ៊ុយក្រែនបានទទួលការធានាសន្តិសុខពីរុស្ស៊ីអាមេរិកនិងចក្រភពអង់គ្លេសដែលត្រូវគោរពបូរណភាពទឹកដីនិងអធិបតេយ្យរបស់ពួកគេប៉ុន្តែដោយដែលយើងដឹងហើយនៅឆ្នាំ 2014 រុស្ស៊ីបានរំលោភលើការធានានេះដោយការបញ្ចូលឧបទ្វីបគ្រីមេ
ហើយនៅឆ្នាំ2022រុស្ស៊ីបានវាយប្រហារយ៉ាងពេញទំហឹងលើអ៊ុយក្រែននេះបានក្លាយទៅជាឧទាហរណ៍ដ៏ជូរជាត់មួយនៃការបរាជ័យនៃការធានាសន្តិសុខវាបានធ្វើឲ្យប៉ះពាល់ទៅដល់ទំនុកចិត្តលើការបោះបង់អាវុធនុយក្លេអ៊ែរទូទាំងពិភពលោកថ្ងៃនេះមនុស្សជាច្រើននៅអ៊ុយក្រែននិយាយថាប្រសិនបើពួកគេនៅតែមានអាវុធនុយក្លេអ៊ែរប្រហែលជារុស្ស៊ីមិនហ៊ានវាយប្រហារសរុបមកប្រទេសទាំង4នេះតំណាងឲ្យជំពូកដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការមិនសាយភាយអាវុធនុយក្លេអ៊ែរអាហ្វ្រិកខាងត្បូងបានបង្ហាញថាប្រទេសដែលបង្កើតអាវុធដោយខ្លួនឯងអាចសម្រេចចិត្តបញ្ចប់កម្មវិធីនោះដោយស្ម័គ្រចិត្តភ្លាមៗបេឡារុស កាហ្សាក់ស្ថាន និងអ៊ុយក្រែនបានបង្ហាញពីការលំបាកក្នុងការគ្រប់គ្រងមរតកនុយក្លេអ៊ែរដ៏ធំករណីអ៊ុយក្រែនបច្ចុប្បន្នបានក្លាយទៅជាមេរៀនដ៏ជូរជាត់មួយដែលបង្ហាញថាការបោះបង់អាវុធនុយក្លេអ៊ែរត្រូវតែឆ្លក់ជាមួយនឹងការធានាសន្តិសុខដ៏រឹងមាំនិងអាចទុកចិត្តបានតើអ្នកគិតថាការសម្រេចចិត្តរបស់អ៊ុយក្រែនត្រឹមត្រូវទេបើអ្នកជាអ្នកដឹកនាំអ៊ុយក្រែននៅពេលនោះតើអ្នកនឹងសម្រេចចិត្តដូចគ្នាដែរទេប្រាប់ឃ្លាមនៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីជួបគ្នាបន្តទៀត